we're here, let's learn about the history of Christmas. តើបងប្អូនសូមនាំអារម្មណ៍នាំបេះដូងទៅរៀនអំពីពិធីបុណ្យគ្រីស្មាស់ Christmas is a special holiday celebrated every year on December 25. ពិធីបុណ្យគ្រីស្មាស់គឺជាការឈប់សម្រាកមួយដ៏ពិសេសហើយជាពិធីបុណ្យមួយដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែធ្នូ It is a day when Christians around the world វាគឺជាថ្ងៃដែលគ្រីស្ទបរិស័ទជុំវិញពិភពលោក remember and celebrate the birth of Jesus Christ. សូមធ្វើការចងចាំវាជាពិធីបុណ្យដែលប្រារព្ធអំពីថ្ងៃកំណើតរបស់ព្រះយេស៊ូវ who is believed to be the Son of God. គឺនរណាដែលជឿទៅលើកូនប្រុសនៃព្រះ How Christmas started. តើពិធីបុណ្យគ្រីស្មាស់ប្រារព្ធដោយដូចម្តេច Over 2,000 years ago, ជាង 2000 ឆ្នាំកន្លងផុតទៅអើយ Jesus was born in a small town called Bethlehem. ព្រះយេស៊ូវបានប្រសូតនៅក្នុងទីក្រុងតូចមួយឈ្មោះថាទីក្រុងបេក្លេហឹម His parents were Mary and Joseph. ម្ដាយឪពុករបស់គាត់ឈ្មោះថានាងម៉ារីនិងលោកជូសែប According to the story, យោងទៅតាមសាច់រឿងដូចតទៅ Jesus was born in a stable. អរអ្នកស្ដាប់យកពាក្យគាត់រលីងស្ដាប់អត់ព្រះយេស៊ូវបានប្រសូតនៅក្នុងស្នូកសត្វ Because there was no room in the inn. ពីព្រោះតែគ្មានបន្ទប់ទេនៅក្នុងក្រៅសត្វ Christians began celebrating his birth many years later. ពុទ្ធបរិស័ទសំទោសគ្រីស្ទបរិស័ទបានប្រារព្ធពិធីបុណ្យគ្រីស្មាស់បន្ទាប់ពីព្រះយេស៊ូវប្រសូតហើយជាយូរឆ្នាំកន្លងមកគឺគេចាប់ផ្ដើមប្រារព្ធពិធីនឹងតែម្ដង And this celebration eventually became known as Christmas. ជាទូទៅយើងប្រារព្ធពិធីនឹងដែលគ្រប់គ្នាបានស្គាល់ជុំវិញពិភពលោកនោះគឺគេនាំគ្នាស្គាល់ហើយហៅថាពិធីបុណ្យគ្រីស្មាស់ Why it is called Christmas? ហើយអ្វីបានជាពិភពលោកឬក៏ពួកយើងហៅពិធីបុណ្យនេះថាពិធីបុណ្យគ្រីស្មាស់ The word Christmas comes from two words. ពាក្យថាគ្រីស្មាស់គឺមកពីពាក្យពីរស្រីខួយព្រោះអត់សិលធម៌គ្រូបង្រៀនហ៎ណាទៅសិលធម៌ Number one, Christ, referring to Jesus Christ. ពាក្យទី1គឺពាក្យថា Christ Christ, referring to Jesus Christ. ពាក្យថា Christ គឺសំដៅទៅលើព្រះយេស៊ូវ Number two, Mass, a special church service. ពាក្យថា Mass គឺសំដៅទៅលើព្រះវិហារសម្រាប់ថ្វាយបង្គំ So Christmas originally meant a special church service for Christ. ពាក្យថា Christmas គឺជាពាក្យដើមដែលមានន័យថាព្រះវិហារសម្រាប់ថ្វាយបង្គំព្រះយេស៊ូវ Christmas traditions. តោះឥឡូវយើងទៅមើលទំនៀមទម្លាប់គេធ្វើពិធីបុណ្យគ្រីស្មាស់ទាំងអស់គ្នា Over time, many traditions became part of Christmas.
again please Over time, many traditions became part of Christmas. រំលងជាយូរយារច្រើនឆ្នាំមកទំនៀមទម្លាប់ប្រពៃណីជាផ្នែកជាច្រើនជាផ្នែកមួយសម្រាប់ធ្វើពិធីបុណ្យគ្រីស្មាស់ Such as number one, decorating Christmas trees. ដូចតទៅទី1គឺគេបានតុបតែងដើមឈើគ្រីស្មាស់ Number two, giving gifts. ទី2គឺគេជូនកាដូគ្នាទៅវិញទៅមក Number three, singing Christmas carols. ទី3គឺយើងគេពិភពលោកហ្នឹងគឺយើងនាំគ្នាច្រៀងចម្រៀងពិធីបុណ្យគ្រីស្មាស់ Carol. Number four, spending time with family and friends. លេខ4គឺចំណាយពេលជាមួយគ្រួសារនិងមិត្តភ័ក្តិដូចយើងចូលឆ្នាំខ្មែរដែរណា Different countries have different traditions. ប្រទេសផ្សេងៗគ្នាគឺប្រារព្ធពិធីបុណ្យគ្រីស្មាស់គឺខុសៗគ្នារបៀបធ្វើណាខុសៗគ្នាទំនៀមទម្លាប់ខុសៗគ្នា But the idea of love, kindness, and giving is the same everywhere. ប៉ុន្តែមានគំនិតដូចគ្នាគឺគំនិតនៃការចែករំលែកនៃក្តីស្រឡាញ់គំនិតនៃ kindness ចិត្តល្អមានសន្តានចិត្តល្អ and kindness kindness and giving ហើយនឹងការជូនការឲ្យរបស់ផ្សេងៗទៅអ្នកដទៃ Santa Claus ឥឡូវយើងមកស្គាល់ពាក្យមួយថា Santa Claus Santa Claus Santa Claus is a popular Christmas character. Santa Claus គឺជាតួអង្គមួយដ៏សំខាន់នៅក្នុងពិធីបុណ្យគ្រីស្មាស់ He is based on Saint Nicholas. Santa Claus គឺដូចនឹងលោក Nicholas បាទដូចលោក Nicholas a kind man who lived long ago. គឺជាបុរសម្នាក់ដែលមានចិត្តល្អគាត់នឹងចិត្តល្អណាស់ដែលរស់នៅជាច្រើនឆ្នាំកន្លងមកហើយ and loved giving gifts to children. ចឹង Santa Claus ហ្នឹងគឺគាត់ជាបុរសម្នាក់ដែលគាត់ចូលចិត្តឲ្យរបស់របរឲ្យកាដូទៅកាន់ក្មេងៗ Today, Santa Claus is imagined as a cheerful man. បច្ចុប្បន្ននេះលោក Santa Claus គឺស្ថិតនៅក្នុងក្តីស្រមៃគ្រប់គ្នាមានន័យថាគឺជាបុរសដែលសប្បាយរីករាយនាំភាពសប្បាយរីករាយមកឲ្យយើង In a red suit who brings presents on Christmas Eve. គឺជាម្នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមហើយបាននាំយកកាដូមកឲ្យយើងឃើញរូបគាត់តាកំមាប់សមោមអញ្ចឹងគេធ្វើគ្រប់នៅកន្លែងតាមហាងតាមគ្រប់កន្លែងឃើញអត់ហ្នឹង Santa Claus គឺគាត់ពាក់អាវក្រហមហើយគាត់ជាអ្នកដែលនាំកាដូមកឲ្យយើង What Christmas teaches us. តើពិធីបុណ្យគ្រីស្មាស់បានបង្រៀនយើងអ្វីខ្លះ Christmas teaches us important lessons. ពិធីបុណ្យគ្រីស្មាស់បានបង្រៀនយើងនៅមេរៀនដ៏សំខាន់ Number one, ទី1 sharing and giving. ការចែករំលែកនិងការឲ្យទៅអ្នកដទៃយើងធ្លាប់ឲ្យស្អីទៅអ្នកដទៃអត់ពួកយើងឲ្យឲ្យស្ដាយអត់ឲ្យគេខ្ចី$10គេអត់សង Number two, ទី2 being kind to others. សូមមានភាពចិត្តល្អមានសន្តានចិត្តល្អទៅកាន់អ្នកផងដទៃ Number three, លេខ3 love and togetherness. ក្តីស្រឡាញ់និងភាពសាមគ្គីគ្នា And finally, ហើយចុងក្រោយបងអស់ helping those in need.
គឺជួយអ្នកដទៃនៅពេលដែលអ្នកដទៃត្រូវការ in need ពេលដែលអ្នកដទៃត្រូវការបាទនឹងបកចឹងបងប្អូន Here ends a short lesson about the history of Christmas. បាទអញ្ចឹងគឺចប់ហើយនៅប្រវត្តិរឿងរបស់គ្រីស្មាស់ដ៏ខ្លីចែករំលែកដល់អ្នកទាំងអស់គ្នាថ្ងៃនេះឲ្យដឹងថ្ងៃក្រោយចិត្តតែធ្វើអត់ដឹងឥឡូវយើងដឹងច្រើនហើយពិធីបុណ្យកឋិនទានពិធីបុណ្យអ៊ំទូកពិធីបុណ្យអីទៀតឯករាជ្យ ជំបិន ជំបិនអូទីទៀតយើងនឹងរៀនចូលឆ្នាំឥឡូវយើងរៀនគ្រីស្មាស់ហើយយើងរៀនពីភាសាជាច្រើនដែលយើងបានរៀនឲ្យថ្នាក់ឈើរៀនពី Elon Musk យើងអត់ចប់ទេហើយឈើនឹងរៀនមហាសិទ្ធិប្រហែល 4-5 នាក់លោយើងមានកំណត់អីបែកដូចពួកគាត់ដែរអូខេ Thank you very much. អរគុណច្រើនដល់អ្នកនរសូមទៀតឲ្យ teacher Emma មួយ Thank you